កាលពីបុរាណកាលនៅក្នុងភូមិដាច់ស្រយាលមួយដែលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាខៀវស្រងាត់និងភ្នំខ្ពស់ៗមានគ្រួសារក្រីក្រមួយគ្រួសាររស់នៅដែលមានតែឪពុកម្ដាយនិងកូនស្រីតែមួយគត់ដែលមានរូបសម្រស់ស្រស់ស្អាតគួរជាទីស្រឡាញ់សម្រាប់បុរសផងទាំងពួកនារីរូបនោះមានឈ្មោះថាស្រីរតន៍ដែលជាកូនតែមួយគត់របស់អ្នកទាំងពីរហើយនាងត្រូវបានចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អិតល្អន់តាំងពីតូចរហូតដល់ពេញវ័យក្រមុំដោយសារតែសម្រស់ដ៏ស្រស់សភានិងចរិតលក្ខណៈដ៏ល្អរបស់នាងបានធ្វើឲ្យបុរសវ័យក្មេងម្នាក់ឈ្មោះវិសាលដែលជាអ្នកភូមិជិតខាងចាប់ចិត្តស្រឡាញ់នាងយ៉ាងខ្លាំងគ្រួសាររបស់វិសាលជាគ្រួសារក្រីក្រប៉ុន្តែវិសាលជាមនុស្សដែលមានចិត្តល្អឧស្សាហ៍ព្យាយាមនិងចេះជួយការងារឪពុកម្ដាយគ្រប់បែបយ៉ាងទោះបីជាគាត់មិនមានទ្រព្យសម្បត្តិច្រើនក៏ដោយក៏គាត់មានក្តីស្រឡាញ់ដ៏បរិសុទ្ធចំពោះស្រីរតន៍រាល់ពេលដែលបានជួបគ្នាវិសាលតែងតែសម្លឹងមើលនាងដោយក្តីស្រឡាញ់និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះនាងថ្ងៃមួយវិសាលបានសម្រេចចិត្តទៅស្នើសុំការអនុញ្ញាតពីឪពុកម្ដាយរបស់ស្រីរតន៍ដើម្បីរៀបការជាមួយនាងប៉ុន្តែអ្វីៗដែលគាត់មិនបានដឹងគឺថាឪពុកម្ដាយរបស់ស្រីរតន៍មានគម្រោងផ្សេងសម្រាប់កូនស្រីរបស់ពួកគាត់នៅពេលដែលវិសាលទៅដល់ផ្ទះរបស់ស្រីរតន៍ឪពុកម្ដាយរបស់នាងបានបដិសេធគាត់យ៉ាងដាច់ខាតការបដិសេធនេះបានធ្វើឲ្យវិសាលមានការជឿចាប់យ៉ាងខ្លាំងហើយគាត់បានស្បត់ថានឹងមិនរៀបការជាមួយនរណាម្នាក់ទៀតឡើយរាល់យប់គាត់តែងតែអង្គុយម្នាក់ឯងនៅក្រោមដើមឈើចាស់មួយដើមក្បែរផ្ទះហើយសម្លឹងទៅកាន់ផ្ទះរបស់ស្រីរតន៍ដោយក្តីស្រឡាញ់និងនឹករលឹកពេលវេលាបានកន្លងផុតទៅហើយស្រីរតន៍ក៏បានឈឺធ្ងន់ដោយជំងឺចម្លែកមួយដែលគ្មាននរណាម្នាក់អាចព្យាបាលបានមុនពេលដែលនាងដកដង្ហើមដង្ហក់ចុងក្រោយត្រៀមដាច់ខ្យល់នាងបានហៅវិសាលមកជួបហើយក៏ប្រាប់គាត់ថានាងនឹងរងចាំគាត់នៅទីឋានណាមួយដែលគ្មានការបែងចែកវណ្ណៈបន្ទាប់ពីស្រីរតន៍ស្លាប់ទៅគ្រួសាររបស់នាងបានរៀបចំពិធីបុណ្យយ៉ាងធំកក្រឹកប៉ុន្តែនៅយប់មុនថ្ងៃបូជាសពវិសាលបានលួចចូលទៅក្នុងរោងបុណ្យសពដោយសារតែក្តីស្រឡាញ់ដ៏ខ្លាំងក្លាគាត់បានសម្រេចចិត្តលួចយកសាកសពរបស់ស្រីរតន៍ទៅរក្សាទុកនៅក្នុងផ្ទះរបស់គាត់ហើយដាក់ដើមចេកចូលមឈូសជំនួសវិញគាត់យកសាកសពទៅដាក់នៅក្នុងបន្ទប់គេងរបស់គាត់ហើយចាប់ផ្ដើមនិយាយជាមួយសាកសពនោះហាក់ដូចជានាងនៅមានជីវិតរៀងរាល់រាត្រីគាត់តែងតែនិយាយរឿងរ៉ាវផ្សេងប្រាប់សាកសពហើយអោបថ្នមសាកសពនោះដូចជាប្រពន្ធរបស់គាត់ពេលវេលាបានកន្លងផុតទៅជាច្រើនខែហើយក្លិនស្អុយចាប់ផ្ដើមសាយភាយចេញពីបន្ទប់របស់គាត់ប៉ុន្តែគាត់ហាក់ដូចជាមិនខ្វល់សោះឡើយអ្នកភូមិចាប់ផ្ដើមមានការសង្ស័យចំពោះក្លិនស្អុយនេះកាលនោះមានអ្នកភូមិម្នាក់ដែលធ្លាប់ជាមិត្តរបស់វិសាលមានការព្រួយបារម្ភពីស្ថានភាពរបស់គាត់ដោយសារតែគាត់មិនដែលឃើញវិសាលចេញមកក្រៅផ្ទះអស់រយៈពេលជាច្រើនខែមកហើយក្លិនស្អុយកាន់តែខ្លាំងឡើងធ្វើឲ្យអ្នកភូមិជិតខាងចាប់ផ្ដើមមានការសង្ស័យកាន់តែខ្លាំងនៅល្ងាចមួយដែលមេឃចាប់ផ្ដើមងងឹតអ្នកភូមិនោះបានសម្រេចចិត្តទៅមើលស្ថានភាពពិតរបស់វិសាលនៅពេលដែលគាត់ទៅដល់ផ្ទះរបស់វិសាលគាត់បានគោះទ្វារជាច្រើនដងប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយដោយមិនមានការឆ្លើយតបហើយមានការព្រួយបារម្ភគាត់បានសម្រេចចិត្តឡើងទៅមើលតាមបង្អួចអ្វីដែលគាត់បានឃើញនៅពេលនោះបានធ្វើឲ្យគាត់ស្ទើរតែដួលស្លាប់នៅនឹងកន្លែងនៅក្នុងបន្ទប់គេងដងងងឹតវិសាលកំពុងតែដេកអោបសាកសពដែលរលួយស្ទើរតែអស់ដោយសល់តែឆ្អឹងនិងសាច់ខ្លះៗតែប៉ុណ្ណោះដង្កូវជាច្រើនកំពុងតែវានៅលើសាកសពនោះប៉ុន្តែវិសាលហាក់ដូចជាមិនខ្វល់សោះឡើយក្លិនស្អុយរលួយបានធ្វើឲ្យអ្នកភូមិនោះចង់ក្អួតស្លាប់អ្នកភូមិនោះបានរត់ទៅប្រាប់អ្នកភូមិផ្សេងទៀតអំពីអ្វីដែលគាត់បានឃើញក្នុងរយៈពេលតែប្រមាណនាទីប៉ុណ្ណោះអ្នកភូមិជាច្រើនបានមកជួបជុំគ្នានៅមុខផ្ទះរបស់វិសាលពួកគេបានបំបែកទ្វារចូលទៅក្នុងផ្ទះហើយឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះវិសាលនៅតែដេកអោបសាកសពដោយញញឹមស្ងៀមស្ងាត់ហាក់ដូចជាមិនដឹងថាមានអ្នកណាចូលមកក្នុងបន្ទប់សោះឡើយគាត់បន្តនិយាយស្រទន់ជាមួយសាកសពដូចជានាងនៅមានជីវិតអីចឹងទិដ្ឋភាពនេះបានធ្វើឲ្យអ្នកភូមិមួយចំនួនយំដោយសារតែអាណិតគាត់អ្នកភូមិទាំងអស់មានអារម្មណ៍ថាវិសាលបានបាត់បង់សតិសម្បញ្ញៈដោយសារតែការស្រឡាញ់ដ៏ខ្លាំងក្លាពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាជាមួយគាត់ឡើយចាស់ទុំក្នុងភូមិបានប្រជុំគ្នាដើម្បីរកដំណោះស្រាយក្រោយពីការពិភាក្សាយ៉ាងយូរពួកគេបានសម្រេចចិត្តថាត្រូវធ្វើអ្វីមួយដើម្បីឲ្យវិញ្ញាណរបស់ស្រីរតន៍បានទៅកាន់សុគតិភពពួកគេជឿថាការដែលវិសាលរក្សាទុកសពបែបនេះគឺជាការរារាំងមិនឲ្យវិញ្ញាណរបស់នាងចាក់ចេញទៅក្រោយពីពិភាក្សាគ្នាយ៉ាងយូរចាស់ទុំក្នុងភូមិក៏បានសម្រេចចិត្តថាត្រូវតែដុតសាកសពទាំងវិសាលដើម្បីឲ្យព្រលឹងទាំងពីរបានជួបគ្នានៅលើឋានសួគ៌ពួកគេបានចាប់ចងវិសាលជាប់នឹងសាកសពរបស់ស្រីរតន៍ហើយរៀបចំធ្វើពិធីបូជានៅពេលដែលភ្លើងឆេះ
វិសាលមិនបានស្រែកយំឡើយតែបែរជាញញឹមទាំងហូរទឹកភ្នែកអណ្ដាតភ្លើងបានឆាប់ឆេះកាន់តែខ្ពស់ឡើងហើយផ្សែងក៏កាន់តែក្រាស់ឡើងទៀតអ្នកភូមិទាំងអស់បានឮសំឡេងស្រែកយំចម្លែកចេញពីក្នុងគំនរភ្លើងពួកគេបានឃើញស្រមោលពីរកំពុងតែរាំនៅក្នុងអណ្ដាតភ្លើងស្រមោលទាំងពីរបានហោះឡើងទៅលើមេឃទុកឲ្យអ្នកភូមិទាំងអស់ឈរសម្លឹងមើលដោយភាពអស្ចារ្យបន្ទាប់មកភ្លៀងបានចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងធ្វើឲ្យភ្លើងរលត់ទាំងស្រុងអ្នកភូមិជឿថានេះជាសញ្ញាដ៏ល្អប៉ុន្តែចាប់តាំងពីថ្ងៃនោះមកនៅពេលយប់ស្ងាត់អ្នកភូមិតែងតែឮសំឡេងស្រែកយំនិងសំឡេងស្រទន់របស់វិសាលនិងស្រីរតន៍ពួកគេក៏បានឃើញស្រមោលពីរកំពុងតែរាំនៅក្រោមពន្លឺព្រះច័ន្ទក្លិនស្អុយរលួយនៅតែស្អុយសាយភាយចេញពីភូមិជារៀងរាល់យប់ក្រោយមកអ្នកភូមិជាច្រើនបានចាប់ផ្ដើមឈឺធ្ងន់និងស្លាប់ម្ដងម្នាក់មុនពេលស្លាប់ពួកគេទាំងអស់បាននិយាយថាបានឃើញវិសាលនិងស្រីរតន៍មកយកពួកគេទៅចុងក្រោយអ្នកភូមិដែលនៅសល់បានសម្រេចចិត្តចាកចេញពីភូមិនោះទាំងអស់គ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះភូមិនោះនៅតែទទេស្ងាត់គ្មានមនុស្សហ៊ានទៅរស់នៅអ្នកដំណើរដែលឆ្លងកាត់តំបន់នោះតែងតែឮសំឡេងស្រែកយំនិងសំឡេងស្រទន់របស់វិសាលនិងស្រីរតន៍គេក៏ឃើញស្រមោលពីរកំពុងតែរាំក្រោមពន្លឺព្រះច័ន្ទនិងមានក្លិនស្អុយរលួយសាយភាយពេញតំបន់នោះតាមរយៈពេលវេលារឿងរ៉ាវនេះបានក្លាយជារឿងព្រេងនិទានដ៏គួរឲ្យរន្ធត់មួយដែលត្រូវបានគេនិទានប្រាប់គ្នាពីជំនាន់មួយទៅជំនាន់មួយអ្នកភូមិថ្មីដែលព្យាយាមទៅរស់នៅទីនោះតែងតែជួបព្រឹត្តិការណ៍ចម្លែកនិងត្រូវចាក់ចេញវិញក្នុងរយៈពេលមិនយូរប៉ុន្មានទីបំផុតគ្មាននរណាហ៊ានទៅរស់នៅទីនោះទៀតឡើយនៅរាល់ថ្ងៃ15កើតខែពេញបូរមីគេតែងតែឃើញស្រមោលពីរកំពុងតែរាំនៅក្រោមពន្លឺព្រះច័ន្ទហើយឮសំឡេងស្រែកយំនិងសំឡេងស្រទន់របស់វិសាលនិងស្រីរតន៍អ្នកភូមិជិតខាងជឿថានេះជាការបង្ហាញថាសេចក្តីស្នេហារបស់ពួកគេនៅតែមានរហូតសូម្បីតែក្រោយពេលស្លាប់